អ្នកនរគ្នាយំទុំតែយំហាមភ្នែកឡើងមកព្រឹកហើយដោយសារតែព័ត៌មានដែលតាក់ទងទៅនឹងឆ្កែដែលមានឈ្មោះថាវាងវាងនិងកូនទាំង4ក្បាលរបស់វានិយាយទៅគឺអូមិនដាច់សង្គមឃើញតែព័ត៌មានហ្នឹងទេក៏ប៉ុន្តែគឺរឿងរ៉ាវហ្នឹងវាកើតឡើងតាំងពីចុងខែមិថុនាម៉េះអ្នកនរគ្នាតាំងពីខ្ទង់ថ្ងៃ29-30អីហ្នឹងដែលវីដេអូហ្នឹងវាបានបែកធ្លាយហើយរឿងរ៉ាវហ្នឹងវាបានធ្វើឲ្យប្រជាជនចិនខឹងសម្បាតាំងពីពេលហ្នឹងម៉េះប៉ុន្តែវាដូចជាចាប់ផ្ដើមល្បីសុសសាយទូទាំងពិភពលោកត្រឹមតែរយៈពេលថ្មីហ្នឹងប្រហែលថ្ងៃថ្មីហ្នឹងវាងគឺជាឆ្កែណាថាគឺវាអត់មានម្ចាស់ទេវារស់នៅក្នុងក្រុងជាយ៉ាងខេត្តខ្វាំងតុងប្រទេសចិនហើយវាក៏ត្រូវបានអ្នកស្រុកដែលរស់នៅទីហ្នឹងក៏ចេះតែអាណិតវាហើយគេក៏ផ្ដល់ជាអាហារជាចំណីដល់វាជាទៀងទាត់អីចឹងទៅអ្នកទាំងគ្នាអាចឃើញរូបរាងរបស់វាអីគឺមើលទៅស្អាតដូចឆ្កែដែលមានម្ចាស់មើលថែទាំអញ្ចឹងនៅក្នុងពេលដែលកើតហេតុហ្នឹងគឺវាងវាទំតែកើតកូនបានចំនួន4ក្បាលឥឡូវនេះខ្ញុំបញ្ជាក់បន្តិចអ្នកនរគ្នាដោយសារតើមានការចែកចាយខ្លះគេនិយាយថា3ក្បាលអញ្ចឹងខ្ញុំក៏អត់ច្បាស់ថាកូនវាមាន4ក្បាលឬក៏3ក្បាលដែរហើយនៅក្នុងថ្ងៃដែលកើតហេតុហ្នឹងគឺកូនទាំង4ក្បាលហ្នឹងវាទឹមតែមានអាយុប្រហែលតែ2សប្តាហ៍អីទេនិយាយទៅគឺគ្នាទឹមតែបើកភ្នែកហ្មងណាក្មេងៗប្រុសទាំង4នាក់ហ្នឹងមិនដឹងថាវាកើតរោគចិត្តអីវាទេបានជាទៅធ្វើបាបទៅលើគ្រួសារគ្នាអញ្ចឹងខ្ញុំក៏នឹងអត់រៀបរាប់ពីរឿងរ៉ាវលម្អិតនៃការធ្វើទារុណកម្មនឹងដែរពីព្រោះថាខ្ញុំក៏អត់មានបានទៅមើលវីដេអូហ្នឹងពេញលេញដែរនិយាយទៅសូម្បីតែខ្ញុំក៏អត់ហ៊ានមើលដែរអ្នកទាំងគ្នាវាឈួលខ្លាំងណាស់ខ្ញុំគិតថាអ្នកទាំងគ្នាប្រកាសជាបានដឹងអីគឺក្មេងៗទាំង4នាក់ហ្នឹងបានយកដបងទៅវាយទៅលើកូនឆ្កែទាំង4ក្បាលហ្នឹងគឺវាយគ្នានៅចំពោះមុខមេវាហ្នឹងនិយាយទៅគឺវាយទាំងមេទាំងអីហ្នឹងហើយមេឆ្កែវាអត់មានតបតអត់មានទៅខំទៅអីទៅលើក្មេងៗវិញទេនិយាយទៅគឺគ្នាស្លូតហ្មងគ្នាត្រឹមតែរត់គេចពីការឈឺចាប់តែប៉ុណ្្នឹងឯងហើយវាយវារហូតដល់វាសងល់គឺមេឆ្កែវាសងល់វារត់ទៅពួននៅក្រោមលូក្រោមអីចឹងទៅហើយទីបំផុតក៏ដូចជាចាក់សាំងឬក៏ចាក់អាកុលដុតទៅលើរាងកាយវាទៀតទាំងតែគ្នានៅមានជីវិតឲ្យឡើយគ្នារាងរត់ប្រកាច់ប្រកិនដោយការឈឺចាប់តែអ្វីដែលធ្វើឲ្យគេរំជួលចិត្តគឺគេបាននិយាយថាមេឆ្កែហ្នឹងវាអត់ព្រមទៅណាចោលកូនវាទុកជាវាត្រូវគេវាយគេធ្វើបាបមិនវាឈឺចាប់មិនក៏អត់មានពាក្យមានរត់ទៅណាចោលកូនដែរគឺវានៅក្បែរតែឡែងកូនហ្នឹងហើយសូម្បីតែពេលវាដែលវាស្លាប់ទៅក៏វានៅតែដេកស្លាប់នៅក្បែរសាកសពកូនវាដែរហើយវីដេអូនៃការធ្វើទារុណកម្មហ្នឹងគឺត្រូវបានថតដោយក្មេងៗទាំង4នាក់ហ្នឹងពួកវាថតហើយវាធ្វើទារុណកម្មពួកវាថតហើយគឺវាឈរសើចសប្បាយមើលសត្វឆ្កែរងទុកទាំងក្តីសប្បាយចិត្តចឹងណាបន្ទាប់មកក៏យកវីដេអូហ្នឹងទៅចែករំលែកនៅក្នុងក្រុមនៅក្នុងអីគ្នាគេចឹងទៅប៉ុន្តែក៏វាបែកធ្លាយដោយសារតែមានអ្នកយកវីដេអូហ្នឹងទៅផុសចែកចាយនៅលើបណ្ដាញសង្គមទៅវាធ្វើឲ្យរឿងរ៉ាវហ្នឹងវាត្រូវបានបែកធ្លាយហើយក៏បកមានជាការខឹងសម្បាហើយដូចជាខាងសង្គ្រោះសត្វអីអញ្ចឹងគេក៏ចាប់ផ្ដើមចុះទៅត្រួតពិនិត្យនៅភូមិនៅតំបន់ហ្នឹងគឺនៅក្នុងអំឡុងថ្ងៃទី29ឬក៏30ខែមិថុនាហ្នឹងឯងហើយអាជ្ញាធរចិនក៏បានប្រកាសពីការស៊ើបអង្កេតទៅលើរឿងក្តីហ្នឹងនៅថ្ងៃទី30ខែមិថុនាប៉ុន្តែនៅពេលដែលខាងសង្គ្រោះសត្វឬក៏អ្នកស្រុកអ្នកភូមិគេចុះទៅកន្លែងដែលកើតហេតុហ្នឹងណាគឺមានការសួរនាំពីអាជ្ញាធរនៅតំបន់ហ្នឹងគឺនិយាយថាសួរនាំរបៀបដូចជាអត់ចង់ឲ្យពួកគាត់ចុះទៅកន្លែងហ្នឹងអញ្ចឹងវាដូចថាអត់ចង់ឲ្យព័ត៌មាននឹងវាបែកធ្លាយព្យាយាមលាក់បាំងខ្លាចថាប៉ះពាល់គេឈ្មោះអីចឹងទៅហើយតាមការបញ្ជាក់ពីអាជ្ញាធរគឺក្មេងៗទាំង4នាក់ហ្នឹងគឺមានអាយុក្រោម14ឆ្នាំអញ្ចឹងគឺពួកវាអត់មានត្រូវទទួលទោសអីធ្ងន់ធ្ងរទេនិយាយទៅគឺគ្រាន់តែបញ្ជូនទៅកាន់មណ្ឌលអប់រំពិសេសតែប៉ុណ្្នឹងហើយហៅឪពុកម្ដាយមកណែនាំហើយឲ្យសុំទោសអីចឹងទៅមានទាំងការហាមឃាត់បិទបាំងអត់ឲ្យចែកចាយព័ត៌មាននឹងទៀតពីព្រោះថាខ្លាចប៉ះពាល់ទៅដល់ក្មេងៗទាំង4នាក់ហ្នឹងពីព្រោះថាពួកវាមានអាយុក្រោម14ឆ្នាំគឺខ្លាចប៉ះពាល់ទៅដល់គេឈ្មោះរបស់ក្មេងៗទាំង4នាក់ហ្នឹងហើយអញ្ចឹងព័ត៌មានហ្នឹងក៏គេអត់បញ្ចេញឲ្យយើងបានដឹងច្រើនដែរគឺបានដឹងពីព័ត៌មានត្រួសប៉ុណ្្នឹងឯងតែនៅក្នុងថ្ងៃទី11ខែកក្កដាហ្នឹងគឺប្រជាជនគេនាំគ្នាដាក់ញត្តិដើម្បីទាមទារយុត្តិធម៌សម្រាប់គ្រួសារឆ្កែវាងហ្នឹងណាហើយក៏សូមឲ្យប្រទេសចិនគឺមានច្បាប់ដាក់ទោសទៅលើការធ្វើទារុណកម្មទៅលើសត្វពីព្រោះថាបច្ចុប្បន្នហ្នឹងគឺប្រទេសចិនគឺអត់មានច្បាប់ដាក់ទោសទណ្ឌទៅលើអ្នកដែលធ្វើទារុណកម្មធ្វើបាបសត្វអីចឹងទេលុះត្រាតែសត្វព្រៃកម្រអីចឹងណាតែបើដូចឆ្កែឬអីចឹងគឺវាអត់មានច្បាប់
ការពារទេអញ្ចឹងហើយបានពួកវាទៅធ្វើអីធ្វើបែបសត្វតាមតែចិត្តនឹងហើយយ៉ាងណាក៏ដោយគ្រួសារវាងក៏ត្រូវបានអ្នកស្រុកអ្នកភូមិហើយនឹងខាងការពារសង្គ្រោះសត្វគេបានប្រមូលសាកសពរបស់ពួកវាម្ដាយកូនហ្នឹងយកទៅបញ្ចុះអីត្រឹមត្រូវដែរគឺបញ្ចុះនៅក្នុងភ្នូរួមគ្នាអញ្ចឹងណាខ្ញុំដឹងថាព័ត៌មានហ្នឹងគឺវានឹងឈួលខ្លាំងទៅដល់អ្នកដែលស្រឡាញ់សត្វពីព្រោះថាខ្ញុំក៏អ្នកស្រឡាញ់សត្វដែរខ្ញុំមានចិញ្ចឹមឆ្កែ4ក្បាលខ្ញុំរាល់ថ្ងៃគឺខ្ញុំនៅតែម្នាក់ឯងទេប៉ុន្តែខ្ញុំចិញ្ចឹមឆ្កែចំនួន4ក្បាលអញ្ចឹងគឺខ្ញុំយល់អារម្មណ៍ហ្នឹងហើយយើងក៏សង្ឃឹមថាបាំងនឹងកូនទាំង4ក្បាលរបស់វាគឺទៅបានសុខអីវាបានឆ្លងកាត់នៃការឈឺចាប់ប៉ុន្តែឥឡូវហ្នឹងគឺពួកវាផុតទុកអីអ្នកគ្នាវាទៅទីកន្លែងដែលស្ងប់សុខអីហើយក៏សង្ឃឹមថាវាអស់កម្មត្រឹមហ្នឹងទៅចុះចំពោះក្មេងៗទាំង4នាក់ហ្នឹងខ្ញុំមិនដឹងថាពួកវាធំទៅពួកវាទៅជាមិនទេពីព្រោះថាពួកវាសាហាវខ្លាំងហើយខ្ញុំជាអ្នកនិយាយរឿងក្តីអ្នកគ្នាអ្នកដែលធ្លាប់តាមដានខ្ញុំនៅលើ YouTube អីប្រកាសជាស្ដាប់រឿងក្តីធ្លាប់ស្ដាប់រឿងក្តីខ្ញុំប្រកាសជាដឹងហើយព្រោះឯឃាតករភាគច្រើនគឺពីតូចមកសិតតែមានប្រវត្តិធ្វើទារុណកម្មទៅលើសត្វគឺភាគច្រើនគឺអញ្ចឹងគឺក្មេងទាំង4នាក់ហ្នឹងគួរឲ្យខ្លាចខ្លាំងមែនតើធំឡើងមិនដឹងថាទៅជាមិនទេសត្វក៏ជាជីវិតមួយដែរតាអ្នកនរគ្នាក៏ចេះឈឺចាប់ដោយតែមនុស្សយើងអញ្ចឹងហើយខ្ញុំក៏សង្ឃឹមថាគឺគ្រប់ប្រទេសក៏មានច្បាប់ដាក់ទោសទៅលើអ្នកដែលធ្វើបង្កការឈឺចាប់ទៅដល់សត្វអីចឹងណាគឺខ្ញុំសង្ឃឹមថានឹងមានច្បាប់អញ្ចឹងទៅចុះ